ទីបំផុតបងប្អូនទាំងអស់គ្នាខ្ញុំបានធ្វើរឿងមួយគឺអស់ទៅលេងប្រទេសខ្មែរគិតទៅបងប្អូនទាំងអស់គ្នាអស់រយៈពេលច្រើនខែច្រើនឆ្នាំហើយតាំងពីមករៀននៅប្រទេសកូរ៉េមកឥឡូវគឺខ្ញុំបានទៅលេងប្រទេសខ្មែរហើយនិយាយពីអារម្មណ៍វិញបងប្អូនទាំងអស់គ្នានិយាយទៅសប្បាយខ្លាំងមែនតើគឺរំភើបភ័យអចាំជួបអ្នកផ្ទះនៅខ្មែរអូយសប្បាយខ្លាំងមែនតើខ្ញុំធ្លាប់រៀនថ្នាក់ភាសាកូរ៉េហ្នឹងនៅសាលាមួយនៅទីក្រុងប៊ូសានមួយឆ្នាំហើយឥឡូវហ្នឹងគឺខ្ញុំកំពុងតែរៀនជំនាញរបស់ខ្ញុំហ្នឹងផ្នែកមេកានិកហ្នឹងនៅសាលាមួយទៀតនៅទីក្រុងខ្វាងជូម្ដងអញ្ចឹងខ្ញុំរៀនតាំងទីក្រុងប៊ូសានហើយមកទីក្រុងខ្វាងជូម្ដងហើយថ្ងៃហ្នឹងដែរគឺខ្ញុំចេញពីទីក្រុងខ្វាងជូហ្នឹងទៅពលានយន្តហោះនៅពេញតែម្ដងបងប្អូនទាំងគ្នាឥឡូវហ្នឹងដែរគឺខ្ញុំកំពុងតែនៅក្នុងចំណោតឡានក្រុងនៃទីក្រុងខ្វាងជូបងប្អូនទាំងគ្នាហើយធៀមចេញទៅទីក្រុងអ៊ីនឆនប្រទេសកូរ៉េចំពោះឡានក្រុងខ្ញុំថ្ងៃហ្នឹងដែរគឺចេញនៅម៉ោង 12:50 នាទីអញ្ចឹងខ្ញុំរៀនយប់បន្តិចហើយជិះពីខ្វាងជូទៅដល់អ៊ីនឆនហ្នឹងគឺល្បាក់4 ម៉ោងកន្លះឯហ្នឹងបានទៅដល់អ៊ីនឆនឥឡូវគឺថាខ្ញុំបានឡើងលើឡានក្រុងហើយបងប្អូនទាំងអស់គ្នាអញ្ចឹងយើងឆ្ពោះទៅពលានយន្តហោះនៅអ៊ីនឆនទាំងអស់គ្នាគឺថាឥឡូវខ្ញុំបានមកដល់ពលានយន្តហោះអ៊ីនឆនហើយដែលជាពលានយន្តហោះមួយនៅប្រទេសកូរ៉េរៀងធំដែរបងប្អូនទាំងអស់គ្នាមកដល់ហ្នឹងគឺមកដល់ម៉ោង 5 ភ្លឺតែម្ដងបងប្អូនទាំងអស់គ្នាហើយយន្តហោះខ្ញុំដឹងឡើងម៉ោងប៉ុន្មានណាបងប្អូនទាំងអស់គ្នាគឺឡើងម៉ោង 11ដោយសារយន្តហោះហោះឡើងម៉ោង 11អញ្ចឹងម៉ោង 9 អីយើង check in ហើយអញ្ចឹងខ្ញុំត្រូវអង្គុយចាំតាំងពីម៉ោង 5 ដល់ម៉ោង 9ពេលខ្លះក៏ខ្ញុំលួចគេងខ្លះដែរបងប្អូនទាំងអស់គ្នាបន្ទាប់ពីខ្ញុំដើរចុះដើរឡើងអង្គុយចាំចុះឡើងអស់ហើយយើងក៏ដល់ម៉ោងអាហារពេលព្រឹកបងប្អូនទាំងអស់គ្នាហើយឥឡូវហ្នឹងខ្ញុំកំពុងតែដើរទៅរកហាងដែលចង់ញ៉ាំអាហារពេលព្រឹកហ្នឹងឯងហើយចំពោះអាហារពេលព្រឹកថ្ងៃហ្នឹងដែរបងប្អូនទាំងអស់គ្នាអត់មានអីទេខ្ញុំចូលចិត្តញ៉ាំបាយបងប្អូនទាំងអស់គ្នាណាមួយវាឆ្អែតហើយយើងធ្លាប់ពោះហើយកុំឲ្យយើងឈឺកាពះទៀតព្រោះយើងធ្វើដំណើរផ្លូវឆ្ងាយអញ្ចឹងញ៉ាំបាយទៅវានឹងពោះជាងហើយចំពោះអាហារពេលព្រឹកខ្ញុំថ្ងៃហ្នឹងដែរគឺត្រីជីគីមឈីជីគេបងប្អូនទាំងអស់គ្នានិយាយទៅគឺស៊ុបគីមឈីសាច់ជ្រូកនឹងឯងនិយាយទៅ the best តែម្ដងអាហារក្នុងពលានហោះថ្លៃបន្តិចមែនប៉ុន្តែឆ្ងាញ់ណាស់ណាបន្ទាប់ពីខ្ញុំញ៉ាំបាយញ៉ាំអីហើយគឺខ្ញុំដើរទៅកន្លែង check in បងប្អូនទាំងអស់គ្នានិយាយទៅមនុស្សថ្ងៃនេះគឺច្រើនខ្លាំងណាស់និយាយទៅគេបុកទៅខ្មែរហ្មងចូលឆ្នាំហើយបុកទៅខ្មែរតែម្ដងច្រើនខ្លាំងមែនតើចំពោះយន្តហោះដែលខ្ញុំជិះថ្ងៃនេះដែរគឺ Sky Go បងប្អូនទាំងអស់គ្នាតម្លៃវាធូរថ្លៃខ្លាំងមែនតើបើប្រៀបធៀបជាមួយនឹង Korean Air និង Asiana អញ្ចឹងទៅគឺធូរថ្លៃខ្លាំងមែនតើគ្រាន់ថាកន្លែងវាហ្នឹងទូចបន្តិចបងប្អូនទាំងអស់គ្នាកន្លែងអង្គុយអីរៀងឆ្អៀតបន្តិចប៉ុន្តែខ្ញុំទ្រាំទៅជិះតែ4 ម៉ោងដល់ខ្មែរបងប្អូនទាំងអស់គ្នា4 ម៉ោងកន្លះហ្នឹងទុកលុយហ្នឹងសេវដើរលេងនៅខ្មែរឥឡូវខ្ញុំកំពុងដើរឡើងយន្តហោះឲ្យបងប្អូនទាំងអស់គ្នានិយាយទៅអារម្មណ៍កាន់តែរំភើបទៅចិត្តបានទៅខ្មែរបងប្អូនទាំងអស់គ្នានិយាយទៅអ៊ូយរំភើបខ្លាំងមែនតើសប្បាយចិត្តខាងមែនតើខ្លាំងជួបម៉ាក់ប៉ាយូរអញ្ចឹងណាសប្បាយចិត្តហ្មងអារម្មណ៍មួយហ្នឹងខ្ញុំគិតថាអ្នកនៅកូរ៉េច្បាស់ជាចូលតែម្ដងហើយម្ហូបនៅលើយន្តហោះហ្នឹងទៀតបងប្អូនទាំងអស់គ្នារាល់ដងសសាច់គោអីអញ្ចឹងដល់ឥឡូវឃើញតែតៅហ៊ូជាមួយនឹងគីមឈីហ្នឹងអូយអ្នកទាំងអស់គ្នាគឺខ្ញុំអត់ចេះញ៉ាំមិនមែនថាម្ហូបគេអត់ឆ្ងាញ់អីទេគ្រាន់តែវាអត់ត្រូវមួយមាត់ខ្ញុំអញ្ចឹងណាប៉ុន្តែមានអីបងប្អូនទាំងអស់គ្នាអើយធ្វើមិនបើយើងហេវហើយអញ្ចឹងគ្រាន់ញ៉ាំដល់អស់តែម្ដងទៅហើយនៅលើយន្តហោះហ្នឹងសកម្មភាពខ្ញុំមានតែប៉ុណ្្នឹងដើរចូលបន្ទប់ទឹកហើយញ៉ាំអីតែបន្តិចហើយឥឡូវហ្នឹងខ្ញុំបានចុះយន្តហោះមកដល់ខ្មែរដោយសុវត្ថិភាពឲ្យបងប្អូនទាំងអស់គ្នាគឺពលានយន្តហោះភ្នំពេញហ្នឹងឯងបានជួបម៉ាក់ប៉ាហើយយើងជិះឡានទៅផ្ទះតែម្ដងតែខ្ញុំនៅកំពង់សោមអញ្ចឹងអត់មានអីពិបាកទេតាមមួយផ្លែតផ្លូវលឿនទៅកំពង់សោមតែម្ដង2 ម៉ោងឲ្យគត់ប្លុកហ្នឹងអ្នកទាំងអស់គ្នាពងឆ្ងល់ឯងចុះមកចុះនៅពលានយន្តហោះភ្នំពេញអញ្ចឹងមិនអត់ចុះនៅពលានយន្តហោះថ្មីប្លុកហ្នឹងតាំងពីឆ្នាំមុនអ្នកទាំងអស់គ្នាតាមប៉ាត់ឥឡូវហ្នឹងខ្ញុំនៅកូរ៉េដែរទេកុំចាញ់បោកខ្ញុំបើសិនចូលចិត្តកុំភ្លេចចុច like follow ខ្ញុំម្នាក់មួយផងពីខ្ញុំ Spine Bob ឬ Smart Bike